បាទជំរាបសួរបងប្អូនហ្នឹងហើយយើងវិលមកជួបគ្នាជាថ្មីទៀតបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកពីជីវភាពផ្សារភ្ជាប់ជាមួយនឹងការចិញ្ចឹមគោសត្វនៅតាមស្រុកស្រែចម្ការបងប្អូនជីវភាពរបស់អ្នកចិញ្ចឹមសត្វនិងដំណាំតាមស្រុកស្រែចម្ការបងប្អូនមានភាពស្ងប់ស្ងាត់ហើយវាបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយនឹងធម្មជាតិប៉ុន្តែក៏តម្រូវឲ្យមានការខិតខំប្រឹងប្រែងដែរបងប្អូននៅក្នុងហ្នឹងណាត្បិតតែយើងអ្នកស្រែអ្នកចម្ការចិញ្ចឹមសត្វក៏ត្រូវមានការខិតខំប្រឹងប្រែងដែរនិងភាពតស៊ូទ្រាំខ្ពស់ដែរបងប្អូនក្នុងការប្រឈមនឹងប្រែប្រួលអាកាសធាតុហើយទី2ហើយនឹងពាក់ព័ន្ធនឹងទីផ្សារហ្នឹងវាយើងប្រឈមអញ្ចឹងក៏យើងត្រៀមដែរបងប្អូនចំណែកលក្ខណៈពិសេសនិងសកម្មភាពប្រចាំថ្ងៃកសិករជាច្រើនការភ្ញាក់ពីព្រលឹមដើម្បីការងារចាប់ផ្ដើមតាំងពីព្រលឹមស្រាងដោយចុះពិនិត្យក្រោលសัตว์លេងគោក្របីឬឲ្យចំណីទាដកស្មៅស្រោចទឹកដំណាំមុនពេលថ្ងៃក្តៅអញ្ចឹងបងប្អូនអានេះជាជីវិតប្រចាំថ្ងៃរបស់កសិករហើយការរស់នៅបែបនេះគឺវាគ្រួសារភាគច្រើនមិនសូវចំណាយលើម្ហូបអាហារច្រើនទេបងប្អូនព្រោះគាត់បេះបន្លែជុំវិញផ្ទះឬក៏នេសាទត្រីតាមត្រពាំងឬក៏ប្រមូលផលតាមប្រមូលផលសុទ្ធទាសុទ្ធមាន់និងផលដំណាំផ្ទាល់ខ្លួនរបស់គាត់ដែលមាននៅក្នុងផ្ទះអញ្ចឹងណាបងប្អូនភាពស្និទ្ធស្នាលក្នុងសហគមន៍អ្នកភូមិអ្នកស្រុកស្រែតែងតែមានស្មារតីជួយគ្នាទៅវិញទៅមកបងប្អូនដូចជាការតាមប្រពៃណីដូចជាប្រវាស់ដៃគ្នាអញ្ចឹងណាក្នុងការច្រូតកាត់ស្ទូងអីចឹងទៅហើយនឹងឬក៏ក្រៅសัตว์ជាដើមមានន័យថាជួយសាងសង់គ្នាប្រវាស់ដៃគ្នាទៅវិញទៅមកអញ្ចឹងទៅណាអាហ្នឹងគឺប្រពៃណីបែបស្រុកស្រែចម្ការគឺបែបហ្នឹងបងប្អូនហើយបច្ចុប្បន្ននេះទៀតសោតជីវភាពអ្នកស្រុកស្រែចម្ការក៏កំពុងផ្លាស់ប្ដូរជាវិជ្ជមានដែរបងប្អូនដោយសារតែការនាំបច្ចេកទេសកសិកម្មថ្មីនិងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារអនឡាញឬក៏តាមប្រព័ន្ធអ៊ីនធឺណិតអីចឹងណាបងប្អូនវាងាយស្រួលជាងការមុនឆ្ងាយអញ្ចឹងរាល់ការលក់ដូរអីចឹងទៅដូចជាកសិផលឬក៏សត្វដែលគាត់ចិញ្ចឹមបានអញ្ចឹងទៅគាត់អាចផ្សព្វផ្សាយលក់តាមអ៊ីនធឺណិតបានវាងាយស្រួលជាងមុនមានន័យថាទីផ្សារក៏វារៀងទូលំទូលាយជាងមុនអញ្ចឹងណាបងប្អូននឹងហើយវាជាជីវិតដ៏សាមញ្ញតាមបែបស្រុកស្រែតែវាមានន័យអញ្ចឹងណាបងប្អូនហើយការចំណាយក៏តិចដែរបងប្អូនដែលរស់នៅតាមស្រុកស្រែចម្ការបងប្អូន